Cherry ថ្នាំកៃលក់និងឱសថបំបត្តិការឈឺសន្លាក់បែបធម្មជាតិសួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនមានដឹងទេថាមានផ្លែឈើមួយប្រភេទដែលអាចជួយឲ្យបងប្អូនគេងលក់ស្កប់ស្កល់និងកាត់បន្ថយការឈឺសន្លាក់បានយ៉ាងអស្ចារ្យនោះគឺផ្លែ Cherry មិនត្រឹមតែមានរសជាតិឆ្ងាញ់និងរូបរាងគួរឲ្យចង់ញ៉ាំនោះទេ Cherry គឺជាកំពូលអាហារដែលអត្តពលិកនិងអ្នកមានបញ្ហាសន្លាក់តែងតែស្វែងរកថ្ងៃនេះយើងនឹងមកដឹងអំពីអត្ថប្រយោជន៍ដ៏អស្ចារ្យនិងការប្រុងប្រយ័ត្ននៃផ្លែឈើនេះអត្ថប្រយោជន៍នោះគឺទី1ជួយឲ្យគេងលក់ស្កប់ស្កល់ Cherry គឺជាប្រភពធម្មជាតិនៃសារធាតុ Melatonin ដែលជាអរម៉ូនជួយគ្រប់គ្រងការគេងការញ៉ាំទឹក Cherry ឬផ្លែ Cherry ស្រស់មុនពេលចូលគេងនឹងជួយឲ្យបងប្អូនគេងលក់បានលឿននិងស្កប់ស្កល់ជាងមុនចំពោះអត្ថប្រយោជន៍ទី2នោះគឺកាត់បន្ថយការឈឺសន្លាក់និងអាស៊ីតអុយរិកនេះគឺជាចំណុចពិសេសបំផុត Cherry មានសារធាតុ Anthocyanin ដែលជួយកាត់បន្ថយការរលាកនិងបញ្ចុះកម្រិតអាស៊ីតអុយរិកក្នុងឈាមវាស័ក្តិសមបំផុតសម្រាប់អ្នកដែលមានជំងឺ GERD ឬសន្លាក់ឆ្អឹងអត្ថប្រយោជន៍ទី3នោះគឺបំបត្តិការឈឺចាប់សាច់ដុំក្រោយហាត់ប្រាណសម្រាប់អ្នកចូលចិត្តកីឡា Cherry ជួយឲ្យសាច់ដុំឆាប់ងើបឡើងវិញនិងកាត់បន្ថយការឈឺចាប់ក្រោយពេលហាត់ប្រាណខ្លាំងៗទី4នោះគឺជំនួយដល់សុខភាពខួរក្បាលនិងការចងចាំសារធាតុប្រឆាំងអុកស៊ីតកម្មក្នុង Cherry ជួយការពារកោសិកាខួរក្បាលនិងកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់ការប្រុងប្រយ័ត្នចំពោះផ្លែ Cherry នោះគឺទី1បញ្ហាប្រព័ន្ធរំលាយអាហារ Cherry មានជាតិសរសៃខ្ពស់និងសារធាតុ Sorbitol ប្រសិនបើបងប្អូនញ៉ាំវាច្រើនពេកក្នុងពេលតែមួយវាអាចបណ្ដាលឲ្យហើមពោះឈឺពោះឬរាគរូសជាដើមចំពោះចំណុចទី2នោះគឺគ្រាប់ Cherry មានជាតិពុលសូមប្រយ័ត្នគ្រាប់ Cherry មានផ្ទុកសារធាតុ Amygdalin ដែលអាចបំលែងជាជាតិពុល Cyanide បើបងប្អូនទំពាវាបែកដូច្នេះត្រូវប្រាកដថាបានដកគ្រាប់ចេញមុននឹងឲ្យក្មេងៗញ៉ាំឬយកទៅក្រឡុកចំណុចទី3នោះគឺជាតិស្ករក្នុង Cherry ក្រៀម Cherry ស្រស់គឺល្អបំផុតប៉ុន្តែសម្រាប់ Cherry ក្រៀមឬ Cherry កំប៉ុងគេតែងតែបន្ថែមស្ករច្រើនអ្នកជំងឺទឹកនោមផ្អែមគួរប្រុងប្រយ័ត្នជាមួយប្រភេទកែច្នៃទាំងនេះសរុបមក Cherry គឺជាផ្លែឈើដ៏អស្ចារ្យសម្រាប់អ្នកចង់បានការសម្រាកដ៏ល្អនិងបំបត្តិការឈឺចាប់សន្លាក់ញ៉ាំក្នុងកម្រិតសមល្មមដើម្បីទទួលបានសុខភាពល្អតើបងប្អូនចូលចិត្តញ៉ាំ Cherry ដែរឬទេសូមកុំភ្លេចចុច Like Subscribe ដើម្បីបានចំណេះដឹងសុខភាពថ្មីៗទៀតអរគុណ